ការកំណត់ថាការរ៉ូឌៀនគឺជាចំណុចមួយដ៏សំខាន់ដើម្បីទទួលបានភាពជោគជ័យនៅក្នុងការបង្កើតយុទ្ធនាការតើអ្វីទៅគឺជាថាការរ៉ូឌៀនថាការរ៉ូឌៀនគឺជាក្រុមមនុស្សដែលយើងចង់ឲ្យគេឃើញការផ្សព្វផ្សាយរបស់យើងការកំណត់ថាការរ៉ូឌៀនបានត្រឹមត្រូវអាចជួយឲ្យយុទ្ធនាការរបស់យើងទទួលបានលទ្ធផលល្អហើយកាត់បន្ថយការចំណាយការផ្សព្វផ្សាយមានវិធីសាស្ត្រជាច្រើននៅក្នុងការកំណត់ថាការរ៉ូឌៀនប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកវិធីសាស្ត្រសាមញ្ញៗដែលយើងតែងតែប្រើហើយទទួលបានលទ្ធផលល្អនៅពេលដែលយើងកំណត់ថាការរៀនយើងតែងតែគិតថាតើអតិថិជនរបស់យើងនៅក្នុងកម្រិតណាតើគេស្គាល់ស្លាកយីហោ brand របស់យើងបានកម្រិតណាដែរទាំងនេះហើយដែលយើងហៅថា customer journey នៅក្នុង Facebook យើងអាចកំណត់ថាការរៀនបាន3ប្រភេទទី1គឺ custom audience គឺជា audience ដែលធ្លាប់ស្គាល់ធ្លាប់មានទំនាក់ទំនងជាមួយអាជីវកម្មរបស់យើងហើយទី2គឺ lookalike audience គឺជា audience ដែលស្រដៀងទៅនឹង custom audienceហើយទី3គឺជា core audience ឬក៏ sell audience ជា audience ដែលយើងនឹងលើកយកមកជជែកនៅក្នុងវីដេអូនេះជាទូទៅយើងអាចកំណត់ថា target audience ដោយប្រើប្រាស់ sell audience បានពីរវិធីដែលយើងប្រើប្រាស់ទៅតាមប្រភេទអាជីវកម្មនិងគោលដៅវិធីទី1គឺយើងកំណត់ដោយប្រើប្រាស់ detail targeting base ជាការកំណត់ដោយផ្ដោតទៅលើបុគ្គលិកលក្ខណៈចំណងចំណូលចិត្តរបស់ទស្សនិកជនទស្សនិកជននោះគឺខ្ញុំសំដៅទៅលើអ្នកប្រើប្រាស់បណ្ដាញសង្គមនៅក្នុងការកំណត់បែបនេះយើងគួរតែប្រកាសឲ្យបានច្បាស់ថាទំហំ audience របស់យើងអាចលើសពី1លានឬក៏2លានអ្នកកាន់តែល្អដូច្នេះហើយនៅក្នុងការប្រើប្រាស់ detail targeting យើងមិនកំណត់ច្បាស់លាស់ពេកទៅលើទីតាំងនោះទេពេលខ្លះយើងប្រើទីតាំងលក្ខណៈ broad ដាក់ទូទាំងប្រទេសកម្ពុជាដើម្បីបង្កើត detail targeting based audience គឺយើងចូលទៅក្នុង ad manager ហើយខាងឆ្វេងដៃនេះយើងចុចទៅលើពាក្យ audience ក្នុងករណីដែលយើងអត់ទាន់មាន audience ទេយើងនឹងឃើញផ្ទាំងនេះដែលយើងឃើញមាន custom audience lookalike audience ហើយនិង sell audience ដែលយើងបានជជែកខាងលើហ្នឹងដើម្បីបង្កើត detail targeting based audience គឺយើងចុចទៅលើពាក្យ create sell audience ហើយកន្លែងនេះយើងដាក់ឈ្មោះអីក៏បានដែរតែធ្វើឲ្យយើងងាយស្រួលចំណាំខ្លួនឯងអញ្ចឹងខ្ញុំទៅសេដាក់ detail target audience 1ហើយយើង scroll ចុះមកក្រោមមកកន្លែងនេះគឺយើងត្រូវដាក់ detail targeting base ដែលមាន interest ដែលមាន behavior ឬក៏ demographic ដែលយើងចង់កំណត់ឥឡូវឧទាហរណ៍ថាខ្ញុំចង់ផ្សព្វផ្សាយទៅលើប្រភេទដល់គោកូនក្មេងអញ្ចឹងខ្ញុំអាចវាយ keyword interest ណាដែល audience យើងគាត់នឹង interest អញ្ចឹងខ្ញុំដាក់ mail ខ្ញុំអាច search តាក់ទងជាមួយនឹង baby food ឧទាហរណ៍យើងយកតាក់ទងជាមួយនឹងparent មួយទៀតជាធម្មតាអ្នកសម្រេចចិត្តគឺជាឪពុកម្ដាយអញ្ចឹងគឺយើង select យក parent អ្នកដែលគាត់មានកន្លែងនេះគឺយើង select យកប្រភេទ demographic ឧទាហរណ៍ថាខ្ញុំយក parent ដែលមានក្មេងពី1ទៅ2ឆ្នាំអញ្ចឹងយើង select ហ្នឹងគឺអាស្រ័យទៅលើគោលដៅរបស់យើងទេតើ product របស់យើងគោលដៅទៅប្រភេទណាហើយប្រើប្រាស់សម្រាប់វ័យណាបន្ទាប់ពីយើងកំណត់ហើយគឺយើងមើលទៅលើចំនួន audience size ធ្វើម៉េចឲ្យ audience size របស់យើងហ្នឹងគឺលើសពី1លាននាក់កាលណាក្រោម1លានអាច add ដំណើរការអត់សូវល្អទេហើយកន្លែង detail targeting នេះគ្នាយើងសួរថាតើយើងគួរកំណត់ចំនួនប្រមាណជា recommend របស់ខ្ញុំគឺយើងអាចកំណត់ចាប់ពី5ទៅ8ទៅតិចពេកក៏អត់សូវល្អខ្នាតច្រើនពេកក៏អត់សូវល្អដែរអញ្ចឹងបន្ទាប់ពីយើងកំណត់ប៉ុណ្្នឹងហើយគឺយើងចុចទៅលើពាក្យ sell create audience ហើយទី2គឺការកំណត់តាមរយៈ location base ដែលយើងនឹងកំណត់ទៅតាមទីតាំងដែលយើងចង់បានដោយសារប្រទេសយើងមានចំនួនប្រជាជនតិចដូច្នេះការកំណត់បែបនេះយើងត្រូវមើលទៅលើ audience size ដែរប្រសិនបើ audience size ឬក៏ចំនួនទស្សនិកជននៅក្នុង targeting audience របស់យើងតិចពេកធ្វើឲ្យ ad របស់យើងដំណើរការបានល្អទេយើងប្រើប្រាស់ location targeting គឺសម្រាប់អាជីវកម្មដែលផ្ដោតទៅលើ local customer ឬក៏អតិថិជននៅក្នុងតំបន់ឧទាហរណ៍ថាសាលារៀនឬក៏ភោជនីយដ្ឋានជាដើមសម្រាប់ការកំណត់ location base គឺយើងចូលកន្លែង ad manager ដដែល audience ហើយយើងចុច create sell audience ហើយកន្លែងនេះយើងដាក់ឈ្មោះក៏បានដែរ location base audience 1នៅពេលដែលយើងធ្វើ location base គឺយើងត្រូវកំណត់នៅក្នុងកន្លែង location នេះកន្លែង location នេះយើងអាចកំណត់ទីតាំង specific ទៅលើទីតាំងតំបន់ដែលយើងចង់ផ្សព្វផ្សាយ
ឥឡូវឧទាហរណ៍ថាខ្ញុំត្រប់ pin មួយនៅម្ដុំ location ដែលខ្ញុំចង់ផ្សព្វផ្សាយហើយកន្លែងនេះគឺយើងកំណត់ទៅលើ radius យើងអាចដាក់2 mile នៅពេលដែលយើងកំណត់ radius គឺយើងត្រូវមើលទំហំនៃ audience ដែរកាលណាទំហំ audience ទូចពេកយើងគួរតែពង្រីកបន្តិចវិញយើងអាចសាកល្បង2ឬក៏3 radius ចឹងទៅប្រសិនបើទំហំ radius ណាដែលដំណើរការល្អហើយត្រូវគោលដៅបានយើងកំណត់យក radius ហ្នឹងដោយសារប្រទេសយើងប្រជាជនតិចដល់អញ្ចឹងហើយយើងកំណត់ radius តូចពេកយើងឃើញចំនួន audience size អត់គ្រប់1លាននាក់ហើយតាក់ទងមួយ location base តើយើងអាចកំណត់ detail targeting បានអត់យើងអាចកំណត់បានដូចគ្នាប៉ុន្តែអ្វីដែលសំខាន់គឺយើងត្រូវមើលទៅលើ audience size សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះប្រសិនបើលោកអ្នកមានចម្ងល់ឬក៏មានមតិយោបល់អាច comment នៅខាងក្រោមបានសូមអរគុណបាយបាយ